ស្វាគមន៍មកកាន់ជីវិតនារីខ្ជិលតែសំណាងមកផ្នែកបងច្រូនមួយខ្ញុំក៏ដាក់ចលនាខ្ញុំធ្វើច្រឡកកោឲ្យកកើញ៉ាំចាអត់មានចាទេចាមកលីងកសិនចាលីងកទៅមកតតែក្រហមណាដាក់ភ្លើងតិចតិចលីងទៅមករហូតដល់វាបានពណ៌ស្អាតចេះហើយយកវាមកបុកមកអើយបុកបដាត្រាម៉ាបដាស្អីខ្លះទេខ្ញុំនិយាយទៅគាត់បងកលីងហ្នឹងចង់របូតដៃពីស្មាយអញ្ចឹងហើយគ្រឿងខ្ញុំអត់បុកខ្លួនឯងទេខ្ញុំទិញគេស្រាប់ខ្ញុំបុកទាំងកលីងមកហើយកលីងខ្ញុំបុកខ្ជិលម៉ត់ពេកអត់ចុកដៃបុកប៉ុណ្ណឹងបានទេតោះមកធ្វើកកោយើងវិញប្រញាប់ដាក់ឆ្នាំងមកដាក់ប្រេងឆាមកបន្ទាប់មកទៀតឲ្យដាក់គ្រឿងយើងចូលកូរត្រឡប់វាឲ្យឈ្ងុយតិចមកដាក់ប្រហុកចូលប្រហុកខ្ញុំប្រើប្រហុកម្សៅរបស់ខ្មែរកូរគ្រឿងនឹងឲ្យរៀងឈ្ងុយតិចហើយដាក់សាច់ចូលសាច់ខ្ញុំប្រើសាច់ជ្រូក3ជាន់ណាហើយបន្ទាប់ពីដាក់សាច់ជ្រូក3ជាន់កូរវាបន្តិចហើយឲ្យវារៀងដាច់ទឹកតិចហើយចាំថែមគ្រឿងចូលខ្ញុំដាក់អំបិលស្ករប៊ីចេងរ៉ូឌីទឹកត្រីអីចឹងទៅហើយថែមមួយកលីងខ្ញុំបន្តិចទៅហើយដាក់បន្លែចូលច្របល់ចឹងទៅបន្លែមើលតាមហ្នឹងទៅពួកអីបន្លែចំ100មុខខ្ជិលរៀបរាប់ណាលោកអើយហត់ណាស់កូរមួយដឹងស្រាប់ហើយថាបន្លែវាច្រើនមុខប៉ុណ្ណាអញ្ចឹងហើយខ្ញុំខ្ជិលរៀបរាប់ហើយខ្ញុំកូរវាឲ្យរៀងសព្វតិចមកបាទខ្ញុំដាក់ទឹកចូលណាហើយដាក់ទឹកមិនឲ្យដាក់ទឹក1លីត្របន្លែយើងហើយសាច់យើងហ្នឹងទៅងាស់ទុកចោលតផុយបន្លែយើងអីហើយដាក់បន្លែខៀវយើងមកបន្លែខៀវក៏អញ្ចឹងដែរខ្ជិលរៀបរាប់ណាអូយចង់មកលៀនមុខចេះអីកូរឲ្យតែសព្វទៅថែមកលីងតិចមកហើយបាត់ហើយឆ្អិនបាត់ហើយនិយាយទៅបន្លែខ្ញុំខ្ជិលរៀបរាប់ច្រើនមុខពេកដល់ពេលឆ្អិនចាំការទៀតដួសដាក់ចានអញ្ចឹងមកអូយនិយាយមែនកកើញ៉ាំបានច្រើនណាស់ញ៉ាំឡើង2ចានគោហ្មងហើយបាយឡើង2ចានហើយទៅសារថាស្លខ្មែរឆ្ងាញ់តែមើលទៅញ៉ាំបានតែពេលហ្នឹងទេខ្ជិលណាស់ប្រពន្ធនេះខ្ជិលធ្វើណាស់ម្ហូបអីញ៉ៃពេកឃ្លានឡើងឃ្លានតែរបស់ឲ្យបាក់ធ្វើចឹងឯងតើកើ